ធ្លាប់ឆ្ងល់ទេហេតុអ្វីមនុស្សស្រីក្នុងកោសម្ព័ន្ធកាយានចាប់បាច់ពាក់កងនៅនឹងកបែបនេះសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីចេះតែឆ្ងល់បើសិនអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like comment និង share ផងណាជាការពិតណាស់នាពេលកន្លងមកមានមហាជនជាច្រើនដែលស្គាល់កោសម្ព័ន្ធកាយានតែមានចម្ងល់ស្រដៀងគ្នាថាហេតុអ្វីបានជាស្ត្រីនៅក្នុងកោសម្ព័ន្ធនេះតស៊ូលំបាកពាក់កងនៅនឹងកោបែបនេះតាមមកពីមូលហេតុអ្វីក្រុមកោសម្ព័ន្ធកាយានគឺជាក្រុមកោសម្ព័ន្ធមួយដែលរស់នៅតាមតំបន់ព្រំដែនប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃគេដឹងថាមនុស្សស្រីនៅក្នុងកោសម្ព័ន្ធនេះគឺត្រូវតែពាក់កងនៅនឹងកោចាប់ពីអាយុ5ឆ្នាំឡើងទៅហើយក៏បានកំណត់ចំនួនកងទៅតាមវ័យផងដែរដែលកងទាំងនោះអាចមានទម្ងន់រហូតដល់10គីឡូក្រាមឯណោះតែអ្នកពាក់បានប្រាប់ថាគឺវាមិនបានបង្កជាការលំបាកណាមួយដល់ពួកគេនោះទេចំពោះមូលហេតុវិញនោះគឺគ្មានឯកសារមួយណាមកបញ្ជាក់ឲ្យច្បាស់នៃការពាក់កងករបស់កោសម្ព័ន្ធកាយាននេះទេប៉ុន្តែបើតាមដំណើរខ្លះបានលើកឡើងថាការពាក់កងករបស់កោសម្ព័ន្ធមួយនេះគឺជឿថាដើម្បីការពារស្ត្រីពីការប្រមាញ់របស់សត្វខ្លាដែលតែងតែខំកលើសត្វដែលវាប្រមាញ់យ៉ាងណាមិញចំណែកដំណើរខ្លះទៀតក៏បានលើកឡើងដែរថាការពាក់កងករបស់ស្ត្រីនៅក្នុងកោសម្ព័ន្ធកាយានគឺដើម្បីតែភាពស្រស់ស្អាតរបស់ពួកគេដល់ឡែកខ្លះទៀតបានលើកឡើងថាការពាក់កងកនេះគឺដើម្បីធ្វើឲ្យស្ត្រីបាត់បង់នូវភាពទាក់ទាញហើយមិនត្រូវក្រុមកោសម្ព័ន្ធផ្សេងទៀតចាប់យកពួកគេជាដើមយ៉ាងណាមិញបើតាមអ្នកថតរូបម្នាក់ដែលមានទំនាក់ទំនងល្អជាមួយក្រុមកោសម្ព័ន្ធកាយានបានលើកឡើងផ្សេងពីនេះថាក្រុមកោសម្ព័ន្ធនេះយល់ថាការពាក់កងកគឺជាគ្រឿងលម្អនិងជាអត្តសញ្ញាណមួយរបស់ពួកគេទោះជាយ៉ាងណាចំពោះចំណុចដែលបានចោទនៅមុននេះគឺត្រូវតែមានការសិក្សាលម្អិតរកមូលហេតុជាក់លាក់ដើម្បីឲ្យប្រកាសថាមនុស្សស្រីក្នុងកោសម្ព័ន្ធកាយានពាក់កងកគឺដើម្បីការពារខ្លួនឬគ្រាន់តែប្រើវាដើម្បីជាគ្រឿងលម្អកាយ